បាទអូខេជម្រាបសួរក៏ដូចជាសួស្តីទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរបាទថ្ងៃនេះខ្ញុំបាទបរៀនពុកម៉ែបងប្អូនទាំងអស់គ្នាអំពីការបង្កើតគណនីវិញបាទហ្នឹងហើយកុំឲ្យខាតពេលយូរអ្នកទាំងអស់គ្នាចូលទៅកាន់ Play Store មករួចហើយអ្នកទាំងអស់គ្នាវាយអក្សរថាវិញយើងវាយ W I N G ហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាវាយតាមនឹងមកហើយ search រកមកហើយបន្ទាប់មកយើងដំឡើងវាអ្នកទាំងអស់គ្នាយើងដំឡើងវាមកបាទរងចាំបន្តិចអ្នកទាំងអស់គ្នាអញ្ចឹងវាពេញហើយអ្នកទាំងអស់គ្នាអញ្ចឹងយើងចុច open វាមកយើងចុចពីថាបើកអូខេអញ្ចឹងវាមាន3ភាសាបើសិនជាអ្នកទាំងអស់គ្នាមិនឆ្លាញ់ភាសាណាអ្នកទាំងអស់គ្នាចុចលើភាសាហ្នឹងទៅសម្រាប់ខ្ញុំយកខ្មែរហើយតើមកយើងវាយលេខទូរស័ព្ទរបស់យើងអ្នកទាំងអស់គ្នាលេខដែលយើងប្រើនៅលើទូរស័ព្ទដែលយើងdownload កម្មវិធីវិញហ្នឹងយើងវាយលេខទូរស័ព្ទរបស់យើងទៅនេះខ្ញុំសុំបាំងតិចហីពួកអីលេខទូរស័ព្ទរបស់ខ្ញុំតើមកអ្នកទាំងអស់គ្នាចុចសញ្ញាព្រួញទៅមុខទៅហើយតមកចុចពាក្យថាចូលអញ្ចឹងវា load ឲ្យអ្នកទាំងអស់គ្នា load លេខកូដចំនួន8ខ្ទង់ហើយវាបំពេញដោយខ្លួនឯងតែម្ដងអូខេអញ្ចឹងយើងបានគណនីវិញមួយហើយអ្នកទាំងអស់គ្នាគឺតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការមើលពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច subscribe ខ្ញុំម្នាក់មួយផងណាអូខេអរគុណច្រើនបាយ